بسم الله الرحمن الرحيم الحمد لله الذي مدح الرسول بأحسن الناس خلقا فصار امتثال القرآن أمرا ونهيا وسجية له وخلقا والصلاة والسلام على من قال إن من خياركم أحسنكم أخلاقا أما بعد السلام عليكم ورحمة الله تعالى وبركاته من أخلاق الرسول صلى الله عليه وسلم អំពីចរិតលក្ខណៈឬសុជីវធម៌របស់រ៉ាស៊ូលឡោះសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំអោបណ្ដាមូស្លីមីនជាទីគោរពរាប់អានកាលណាយើងមានបំណងប្រាថ្នាចង់ទទួលបាននូវជ័យជំនះពីឌុនយ៉ារហូតដល់អាខិរ៉ាត់ចូលទៅដើរតាមគន្លងធម៌របស់នប៊ីយើងឲ្យបានខ្ជាប់ខ្ជួនរួមទាំងកិរិយាមាយាទពាក្យសម្ដីនិងទង្វើរបស់គាត់កាលបើយើងគោរពប្រណិប័តតាមអ្វីដូចដែលបានពោលខាងលើនោះប្រកាសជាអល់ឡោះស៊ុបហានាហ៊ូវតាអាឡាផ្ដល់ផលបុណ្យដល់យើងវិញចូលយើងគួរក្រឡេកមើលប្រវត្តិសាស្ត្រនប៊ីយើងមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំតាមរយៈចរិយាមាយាទរបស់គាត់គឺបង្ហាញឲ្យយើងឃើញយ៉ាងច្បាស់ថានប៊ីយើងល្អលួសគេក្នុងចំណោមមនុស្សទាំងឡាយមានចរិតថ្លៃថ្នូរនិងខ្លាចរឯងចំពោះអល់ឡោះជាងមនុស្សទូទៅដូចមានហាឌីសមួយអានអាណាសរ៉ាឌីយ៉ាឡោះអានហ៊ូقال كان النبي صلى الله عليه وسلم أحسن الناس خلقا الحديث رواه الشيخان وأبو داود والترمذي من نيتها حديث يق أمبي أنس رضي الله عنه بانطولتها نبي جن صلى الله عليه وسلم كمن جريا ميت لأوله منفتوتو ديك حديث ني داوي بخاري مسلم أبو داود والترمذي من حديث سنتير عن صفية بنت حيي رضي الله عنها قالت ما رأيت أحسن خلقا من رسول الله صلى الله عليه وسلم رواه الطبراني في الأوسط بإسناد حسن من نيتها حديث يوم أبي صفية بنت حيي رضي الله عنها بان بولتها ខ្ញុំពុំស្រួតបានឃើញនៅចរិយាមាយាទណាដែលល្អប្រសើរជាងចរិយាមាយាទរបស់រ៉ាស៊ូលឡោះឡើយ រីកាហាឌីសនេះដោយតបរនីក្នុងគីតាបអោសតដោយអ្នករីកាហាឌីសហាសាន់មិនតែប៉ុណ្ណោះអល់ឡោះតាអាឡាបានសរសើរនិងបញ្ជាក់អំពីអត្តចរិតរបស់នប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំតាមរយៈអល់កុរអានថាវ៉ាអ៊ីនណាកាលអាឡាខុលុគិនអាហ្ស៊ីមសូរ៉ាកូហ្វអាយ៉ាតទី 4 មានន័យថាហើយជាការពិតណាស់អ្នកឯងអោមូហាម៉ាត់ ជាអ្នកដែលមានចរិតលក្ខណៈដ៏ថ្លៃថ្នូរបំផុតដូចគ្នានេះដែរមានហាឌីសមួយទៀតដែលយកពីសៃដាទីណាអាយសា قال عائشة لما سئلت رضي الله عنها عن خلق النبي عليه الصلاة والسلام قالت كان خلقه القرآن صحيح مسلم من نيتها سيدتنا عائشة رضي الله عنها នៅពេលដែលគេសួរគាត់អំពីចរិតលក្ខណៈរបស់នប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំគាត់បានឆ្លើយតបវិញថា អត្តចរិតរបស់គាត់នោះគឺអល់កុរអានរីកាហាឌីសនេះសូហីហ៍មូស្លីមនេះជាសម្ដីអាអ៊ីសារ៉ាឌីយ៉ាឡោះអានហាដែលមានតម្លៃខ្ពង់ខ្ពស់ដោយចង្អុលបង្ហាញប្រាប់យើងឲ្យដឹងថាចរិតលក្ខណៈឬក៏សុជីវធម៌នប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំគឺតាមកុរអានជានិច្ចតាំងពីបទបញ្ជាប្រការហាមឃាត់ជាចរិតលក្ខណៈដ៏ល្អប្រសើរតាំងពីដើមកំណើតមកដែលកុរអានបានលើកសរសើរនិងលើកដំកើង ក្រុមដែលមានចរិតលក្ខណៈបែបនោះមិនតែប៉ុណ្ណោះអត្តចរិតដ៏ល្អនេះជៀសវាងឆ្ងាយពីកុរអានត្រូវបានរិះគន់ជៀសវាងឆ្ងាយពីកុរអានបានរិះគន់អ៊ីបនុកាស៊ីររ៉ហ៊ីម៉ាហ៊ុលឡោះបានបកស្រាយក្នុងគីតាបតាហ្វស៊ីរគាត់ថាក្នុងន័យនេះពិតណាស់នប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំคล้ายជាអ្នកដែលប្រតិបត្តិតាមអល់កុរអានតាំងពីបទបញ្ជាប្រកាសហាមឃាត់តាំងពីកំណើតមកម្លេះ សូម្បីតែបទបញ្ជាឲ្យប្រតិបត្តិឬក៏ប្រកាសហាមឃាត់នោះឲ្យបោះបង់ចោលបានចែងរួចក្នុងអល់កុរអានក៏ដោយនេះសូមបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថាអល់ឡោះបានលើកកិត្តិយសដល់នប៊ីអំពីអត្តចរិតលក្ខណៈដ៏មហិមានេះជាអាចរួមមានក្តីខ្មាស់អៀនសេចក្តីថ្លៃថ្នូរភាពក្លាហានការអត់ឱនភាពទន់ភ្លន់និងរាល់អត្តចរិតដ៏ថ្លៃថ្នូរបញ្ជាបន្ថែមលើនោះទៀតដូចមានហាឌីសមួយអានអាតារ៉ាឌីយ៉ាឡោះអានហ៊ូ قال قلت لعبد الله بن عمرو أخبرني عن صفة رسول الله صلى الله عليه وسلم في التوراة قال أجل
والله إنه لموصوف في التوراة بصفته في القرآن يا أيها النبي إنا أرسلناك شاهدا ومبشرا ونذيرا وحرزا للأميين أنت عبدي ورسولي سميتك المتوكل لا فظ ولا غليظ ولا سخاب في الأسواق ولا يرفع بالسيئة السيئة ولكن يعفو ويغفر ولن يقبضه الله حتى يقيم به الملة العبجاء بأن يقولوا لا إله إلا الله ويفتح بها أعينا عميا وآذانا صما وقلوبا غلفا رواه البخاري មានន័យថាហាឌីសយកពីអាតរ៉ាឌីឡោអានបាននិយាយថាខ្ញុំបានស្នើទៅកាន់អាប់ឌុលឡោះប៊ីនអាំរចូលអ្នកប្រាប់ខ្ញុំឲ្យទាំងផងពីលក្ខណៈសម្បត្តិឬភិនភាគរ៉ាស៊ូលឡោះសល្លឡោះអាឡៃហ៊ីវសល្លាមដែលបានរៀបរាប់ក្នុងគីតាបតោរ៉ាតអាប់ឌុលឡោះតបវិញថាបានសូមស្បត់ចំពោះអល់ឡោះជាការពិតលក្ខណៈសម្បត្តិគាត់មានចែងក្នុងគីតាបតោរ៉ាតដូចមានចែងក្នុងកូរ៉ានអោនពីពិតណាស់យើងបានបញ្ជូនអ្នកជាអ្នកធ្វើសាក្សីអ្នកប្រាប់ដំណឹងល្អអ្នកដាស់តឿនរំលឹកពីដំណឹងអាក្រក់និងជាអ្នកស្រឡាញ់ហើយគោរពចំពោះជនដែលអ៊ុំមីគឺជនមិនចេះអក្សរគឺអក្ខរជន